ចិត្តខកមកហើយមួយបាត់នេះជូនសៀឆេងមួយបាត់ទៀតជូនបងស្រីមួយទៀតជូនអ្នកមីងអ្នកអាហារដ្ឋានខ្ញុំគឺហ្វូស៊ឺជូថ្នាក់11បន្ទប់1បើមានរបួសត្រង់ណាឬមានរឿងអីតាក់ទងមកខ្ញុំបានគ្រប់ពេលណែតោះទៅយឺតពេលហើយសុំទោសខ្ញុំទៅហើយហ្វូស៊ឺជូអាចឈួតមែនទេចិត្តយឺតពេលហើយណាកាលណាខ្ញុំមិនយល់សោះថាហេតុអីខ្ញុំលងនឹងសមាខ្នងមនុស្សម្នាក់នោះខ្លាំងដល់ថ្នាក់នេះតែពេលនេះខ្ញុំយល់ហើយអារម្មណ៍ប្រាប់ថាចង់ទៅក្បែរគាត់តែមិនហ៊ានធ្វើអ្វីតតែសោះអារម្មណ៍នេះហៅថាលួចស្រឡាញ់ជូឯង24ឆ្នាំហើយនៅមិនទាន់មានមិត្តប្រុសទៀតចង់សាកតណាត់ជួបមួយឬអត់ហើយឯងត្រូវមកខ្ញុំសោកប៉ាន់មែនទេបានជាមកប្រាប់ឲ្យខ្ញុំតណាត់ជួបពេលនេះខ្ញុំមិនទាន់គិតចង់មានមិត្តប្រុសទេជូកុំប្រាប់ថាឯងនៅស្រឡាញ់ម្នាក់ដែលរៀនបន្តនៅអង់គ្លេសនោះណាខ្ញុំអត់ទេឆ្នាំនោះឯងខំរៀនត្រួតថ្នាក់មួយឆ្នាំនៅសាកលពិបាកណាស់តម្រាំបានរៀនសាលាជាមួយគេតែឆ្នាំទី2គេទៅរៀនអង់គ្លេសបាត់បែបនេះគេហៅថាគ្មាននិស្ស័យបើតាមខ្ញុំគិតឯងប្រញាប់រកសង្សារមួយទៅមិនភ្លេចអបិស្នេហ៍ចាស់ចោលទៅ一意孤行，汲汲营营，寸步难行。慢慢累积，拼凑不完整的旋律。我一贯的小心翼翼，现在却想要告诉你，好喜欢你，像春天的花朵盛开在夏夜里。像微风吹过雨后泥土的香气，像迷途的旅人到达了目的地，像飞舞蝴蝶被绚烂色彩吸引，像流转许久时。សួស្តីអាចជួយរៀបចំការកុលាប27តងឲ្យខ្ញុំបានទេបានតែសូមអង្គុយរងចាំអរគុណរបស់លោកអត់យកលុយមែន120 យន់អរគុណឆាប់សិនហាងយើងមានកម្មវិធីប្រូម៉ូសិនទិញអស់100ឡាំងថែមមួយបាច់ដែលអត់គិតថ្លៃអរគុណ
些看似束缚，却关于爱 រេរេថ្ងៃកំណើត 每一朵浪。 នៅនឹងសិនធម្មតាបើកហាងរកស៊ីបែបនេះច្បាស់ជារវល់ណាស់ហើយគ្មានថ្ងៃសម្រាប់ទេមើលទៅចុះបើថ្ងៃក្រោយពួកយើងរៀបការទៅនៅនឹងត្រូវមើលថែគ្រួសារព្រោះប្រាក់ខែខ្ញុំរាប់លានឯណោះអញ្ចឹងគ្មានពេលទៅចាត់ចែងរឿងកពិតកប៉ុកអស់នឹងទេម្យ៉ាងទៀតខ្ញុំល្មមទទួលយកបានថារាងកាយរបស់អ្នកនាងមានកន្លែងមិនគ្រប់លក្ខណៈ តែខ្ញុំមិនអាចទទួលយកមនុស្សខុសក្បាលមិនគ្រប់លក្ខណៈនោះទេ ហ៎នាងចំជាឆ្លើយមែន ពេលឆ្នាំនេះមនុស្សដែលមករកឲ្យខ្ញុំសុទ្ធតែពួកចម្លែកមិនដឹងមកពីណាទេលោកខ្ញុំគិតថាការណាត់ជួបពួកយើងគួរតែចាប់ហើយខ្ញុំត្រូវតែមើលហាងជូនពររបស់មនុស្សទ្រាំជាមួយនឹងមនុស្សមិនគ្រប់ដូចជាលោក ហើយសុខសាន់នាងមិនគួរសំទោសខ្ញុំសិនទេអី លោកទេទៅជាអ្នកត្រូវសុំទោសខ្ញុំនោះលែងដៃ យ៉ានាងហ៊ានផងហ៎មានសង្សាររួចហើយនៅមកណាត់ជួបជាមួយនឹងគេទៀត ពួកយើងមិនមែនលោក បើនៅមើលទៀតយើងនឹងខ្វេះក្របភ្នែកឯងហើយ ហោះយើងមិនចង់ប្រកែកជាមួយពួកអត់បានកើតដូចជាឯងទេ ឈឺខ្លាំងអត់ ឈឺខ្លាំង 결국 너와 버린 ខាងក្រៅភ្លៀងហើយទៅកន្លែងខ្ញុំទៅនៅជិតហាងផ្កានាងល្មមត្រូវការឲ្យខ្ញុំជូននាងទៅវិញអត់ មិនក៏លោកដឹងបាន ផ្ការបស់នាងស្អាតដល់ហើយ សេចក្តីផ្ដាំនៃវិទ្យាសាស្ត្រការទូត អោះនេះគឺជាសភៅដែលខ្ញុំរៀន វិទ្យាសាស្ត្រការទូតកាលនៅសាកលវិទ្យាល័យគាត់ស្រាប់ទៅស្រុកគេមើលទៅតេតទៅនៅរឿងនេះហើយតែខ្ញុំចាំបានថាក្តីសម័យរបស់គាត់ចង់ធ្វើជាអ្នកចម្រៀងក្នុងក្រុមតន្ត្រីតែអរគុណដែលជូនខ្ញុំមកវិញខ្ញុំតែមុនហើយ ខាងក្រៅត្រជាក់ណាស់អាវនេះនាងពាក់សិនទៅ អញ្ចឹងឲ្យអាស្រ័យឋានតំណែងតំណងមួយមកអាយនេះចាំបើស្អាតឲ្យខ្ញុំយកមកឲ្យលោកវិញយ៉ាងណាក៏ត្រូវមានលេខតាក់ទងលោកដែរ បានហ្វូស៊ឺជូជាឈ្មោះរបស់ខ្ញុំ សិនជូអ៊ីងជាឈ្មោះរបស់ខ្ញុំ សំណាងឲ្យដែលបានឃើញវាឆាត់សិស្សច្បាំងជូអ៊ីហ្វូស៊ឺជូនឹងមកពីអង់គ្លេសវិញជួបគ្នាចំណែកខ្ញុំ អាជូខ្ញុំមានសិស្សប្អូនថ្នាក់ក្រោមឈ្មោះសិនជូអ៊ីងកាលនៅរៀនវិទ្យាល័យដូចជារៀនជាមួយឯងនិងចំនួនជាមួយគ្នាដែរឯងស្គាល់នាងអត់ មិនស្គាល់ទេមិនធ្លាប់តាក់ទងគ្នាផង ណាចាពួកយើងមិនដែលបានតាក់ទងគ្នាពិតមែន 樱花覆盖地面，放映黑白默片，
我终于懂了别人口中说的那种思念。我想念那个不下雪的冬天，我想念你躲在我围巾里面。ថ្ងៃស្អែកលោកទំនេរទេតាមពិតខ្ញុំសង្ឃឹមលោកវិញតាមរបៀបណា ហើយជូជូឯបើកហាងនេះច្បាស់ជាចំណេញលុយច្រើនហើយយកលុយខ្លះមកសងគុណប៉ាវិញខ្លះមក ខ្ញុំមានតែម៉ាក់គ្មានប៉ះទេ ក៏មិនដឹងគុណឯងនេះរកលុយបានភ្លេចឪពុកខ្លួនឯងហើយហ៎ បើមិនចេញខ្ញុំប្តឹងប៉ូលីសហើយ យកទៅប៉ាឯងសុំលុយមិនទេមិនទួយសោះទុកចាប់ផ្ដៅប៉ូលីសហ៎ហើយទៅយើងចាំតែមើលទេប៉ាពេលសាសពទៅដើម្បីស្រួលខ្លួន ចង់ធ្វើអី ចង់ធ្វើអីយើងជាប៉ារបស់នាង បើមិនព្រមចេញពីទីនេះទេខ្ញុំនឹងប្តឹងប៉ូលីសហើយ អាល្អិត 这最美的秘密，是我们都在制造巧遇。谁说幸福只是一种远方的消息？ ខ្ញុំគឺហ្វូស៊ឺជូថ្នាក់11បន្ទប់1បើត្រូវរបួសត្រង់ណាស់ឬមានរឿងអីនោះអាចតាក់ទងមកខ្ញុំបាន 陪你累积所有回忆，这故事开始一个人，我认真写成了我们。ខ្ញុំសង្អែលោករបៀបណា ជូជូឯបើកហាងរស់ស៊ីបែបនេះចំណេញលុយច្រើនហើយឲ្យលុយប៉ាខ្លះមក បើមិនចេញខ្ញុំនឹងប្តឹងប៉ូលីស ឯហ៊ានប្តឹងប៉ូលីសហីហើយទៅ ចង់ធ្វើអី ចង់ធ្វើអីយើងជាប៉ានាង បើមិនព្រមចេញពីទីនេះខ្ញុំនឹងប្តឹងប៉ូលីស អាល្អិត I'm here to stay. 내 곁을 맴돌아 버리지 않아. If you if youឯងនឹងស្គាល់ផ្លូវមកផ្ទះដែរតើប្រាប់យើងមកមើលឲ្យតែឯងទៅក្រៅប្រទេសដឹងតែទៅកន្លែងសង្គ្រាមហែកហួរមិនបានទេយើងត្រូវរកប្រពន្ធឲ្យឯងដើម្បីចងជើងឯងឲ្យនៅមួយកន្លែងទើបបាន ថ្មីនេះខ្ញុំរវល់ចាំខ្ញុំទំនេរទៅហាមការនាង អាយ៉ាអាយុប៉ុណ្ណឹងហើយគ្មានគ្រួសារទៀតមិនសមជាចៅយើងសោះឆាប់ប្រាប់យាយមើលឯងចូលចិត្តមនុស្សស្រីបែបណា លោកយាយខ្ញុំពេញចិត្តក្មេងស្រីញញឹមបែបសុភាពចូលចិត្តស្លៀករ៉ូបវែងមានក្លិនផ្កាជាប់ខ្លួនគ្រប់ពេល ការរបស់យាយ អរគុណចៅស្រី
តើចៅស្រីបាញ់ទឹកអប់ម៉ាក់អីដែរក្លិនក៏អប់ដល់ហើយ ខ្ញុំអត់បានបាញ់ទឹកអប់ផងប្រហែលចាប់ក្លិនផ្កាហើយ ខ្ញុំចូលចិត្តក្មេងស្រីញញឹមបែបសុភាពចូលចិត្តស្លៀករ៉ូបវែងៗនិងមានក្លិនផ្កាជាប់ខ្លួនគ្រប់ពេល ចៅស្រីយីមានចៅប្រុសម្នាក់ខ្ពស់ក៏ខ្ពស់សង្ហាក៏សង្ហាបើអ្នកទាំងពីរឈរទន្ទឹមគ្នាច្បាស់ជាសមគ្នាដោយគូព្រាងទេវតាប្រទានអញ្ចឹងចៅចង់រាប់អានគេសាកមើលទេ ខ្ញុំមិនទាន់ចាំមានស្នេហានៅឡើយទេអរគុណលោកយាយ មិនអីទេថ្ងៃក្រោយយាយនឹងឧស្សាហ៍មកលេងបើពេលណាចៅចង់បានមិត្តប្រុសកុំភ្លេចប្រាប់យាយផងណា ចា៎ តា Da 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 da. ស្វាគមន៍មកកាន់ហាងជេស៊ី យ៉ាងម៉េចហ្នឹងមិនស្វាគមន៍ខ្ញុំទេ ស្វាគមន៍តាលោកបាត់មើលរយៈហើយស្មានតែលោកភ្លេចអាវនៅកន្លែងខ្ញុំហើយតា អាវរបស់ខ្ញុំភ្លេចមែនតាតែពេលឃើញគេលក់ផ្កានៅពលានខ្ញុំស្រាប់តែចង់ជួបនាង អង្គុយសិនទៅចាំខ្ញុំទៅយកមកឲ្យ លោកជាដៃគូណាត់ជួបរបស់នាងឬជាប្តីថកែស្រី មិនមែនទាំងអស់រាល់ភ្ញៀវដែលមកទីនេះនាងសួរអញ្ចឹងគ្រប់គ្នាមែន មានតែលោកម្នាក់កូន ពេលនេះគឺមិនទាន់មានទាំងពីរ មួយនេះស្អាតណាស់មើលអ្នកណាគេណោះប្រុសស្អាតហេសុំវិឆាតគេមួយទៅល្អប្រុសស្អាតខ្ញុំសុំវិឆាតលោកបានទេ សុំទោសគ្មានអីចាំបាច់ទេ អ ត្រូវហើយនៅក្នុងហាងល្មមឲ្យខ្ញុំអានសភៅបានអត់ មានតែខាងក្នុងចាំខ្ញុំនាំលោកទៅលោកអង្គុយត្រង់នេះបានអញ្ចឹងខ្ញុំសុំតែធ្វើការសិនហើយ បាន ហៅឡូ អ្នកគ្រប់គ្រងហ្វូ3ម៉ោងទៀតត្រូវហោះហើរហើយកុំភ្លេចណា ខ្ញុំដឹងហើយសួស្តីជួយរៀបចំកុលាប27ទងឲ្យខ្ញុំបានទេ អបានតាលោករងចាំសិនទៅ ផ្ការបស់លោក Just take it on. I'm nothing without your love. I promise I'll never leave your love. My heart is beating because of you. អ
ណែ សាន់សាន់ទេបំផុតខ្ញុំបានរៀនមហាវិទ្យាល័យជាមួយនឹងហ្វូសេជូ ជូជូខ្ញុំទៅតែឃើញសារនៅក្នុងក្រុមសិស្សហ្វូស៊ឺជូគេនឹងទៅរៀនបរទេស ថាម៉េចខ្ញុំត្រូវរៀនត្រួតថ្នាក់មួយឆ្នាំហើយនៅត្រូវបាត់បង់គាត់ទៀតហើយ I wanna be with you 고단했던 하루 끝 소리 없이 다가와 나를 안아줄 사람 이게 ភ្ញាក់ហើយខ្ញុំរៀបនឹងបាត់ហាងល្មម សុំទោសផងមិញនេះចាយដនអីខ្ញុំដេកលក់ ឈប់សម័យឈួតទៀតទៅសិនជូអ៊ីងសើថាដើម្បីបំភ្លេចមនុស្សម្នាក់ត្រូវប្រើវិធីណាលឿនបំផុត វិធីដែលបំភ្លេចមនុស្សម្នាក់គឺល្អបំផុតគឺញ៉ាយប្រុសផ្សេងម្នាក់ទៀត ញ៉ាយមនុស្សប្រុសផ្សេង ចៅស្រី ថ្ងៃនេះគិតគូរដល់ណាហើយអាចៅយាយនឹងកម្ពស់គេប្រហែលជា 1.85 ម៉ែត្រចរិតចាស់ទុំមុខចំនួនក៏ជោគជ័យរូបរាងនឹងក៏សង្ហាចរិតមយិតក៏ល្អទៅទៀតសាក់ជួបគេបានម្ដងទៅតែម្ដងក៏វាមិនខាត់អីដែរ អញ្ចឹងក៏បានខ្ញុំសាកជួបមកគេម្ដងទៅចុះ អញ្ចឹងល្អណាស់ សាកប្រើវិធីដែលសើថា5ម្ដងចុះ លោកយាយខ្ញុំប្រាប់រួចហើយថាខ្ញុំមិនទៅមើលមុខនរណាទេ ក្រែងឯងជាអ្នកដាក់លក្ខខណ្ឌទាំងអស់ហ្នឹងហីញញឹមបែបសុភាពចូលចិត្តស្លៀករ៉ូបវែងរួមទាំងមានក្លិនផ្កាជាប់ខ្លួនទៀតយាយចាស់ម្នាក់នេះដើរសួរគេឡើងពេញទីក្រុងទៅហើយទម្រាំរកបានមនុស្សគ្រប់លក្ខខណ្ឌឲ្យឯងមិនក៏ពេលនេះមិនចង់ជួបនាងទៅវិញយាយប្រាប់ឲ្យដឹងចោះហាងផ្កាដែលនាងបើកនៅវិថីវូតុងនេះអាយយលក់ដាច់កាប់លុយរបស់គេណាផ្កាក៏ស្អាតប្លែកភ្នែកទៀតណាស់ហើយចុះបើឯងមិនចង់ជួបនាងទេចាំយាយណែនាំនាងឲ្យប្អូនឯង ជប់សិនហាងផ្កានៅវិថីវូតុងមែនទេ ត្រូវហើយហាងនេះឈ្មោះថា ជឿសៀ ត្រូវចៅស្រីយាយបានសម្រេចជាមួយចៅយាយហើយស្អែកម៉ោង 12 ថ្ងៃអ្នកទាំងពីរត្រូវជួបគ្នានៅហាងម្ហូបអឺរ៉ុប ចាបានយាយមានរូបថតចៅប្រុសឬក៏អត់ដើម្បីឲ្យខ្ញុំចំណាំមកគេបាន អាយ៉ាមិនបាច់ទេចាំយាយប្រាប់ចុះទៅដល់ទីនោះគ្រាន់តែរកអ្នកណាដែលសង្ហាជាងគេនោះច្បាស់ជាចៅយាយហើយមិនខុសទេ ម្នាក់ដែលសង្ហាជាងគេសាច់ច្បង សើប្អូនខ្ញុំរងចាំនាងមួយសន្ទុះហើយមិនបានព្រមអង្គុយកំពុងរត់នរណាមែនទេ សាច់ច្បងកុំប្រាប់ថាម្នាក់នោះគឺជាគាត់ណា កុំប្រាប់ថាកក់តុកមកបាននៅទីនេះណាមិនអីទេនាងមកអង្គុយជាមួយខ្ញុំបានតោះ អេ អ្នកទាំងពីរចង់ទៅណា ហាអាជូ ហ្វូសេជូ មនុស្សរវល់ដូចជាឯងក៏មានពេលមកញ៉ាំបាយនៅទីនេះដែរ ខ្ញុំមកណាត់ជួប អូហូមកណាត់ជួបហ៎ពេលវេលាមិនយោគយល់ដល់នរណាមែនសូមអីប្រុសស្អាតដូចជាមន្ត្រីការទូតក៏ត្រូវចូលផ្សារណាត់ជួបដែរអូត្រូវហើយនេះសើប្អូនដែលខ្ញុំចង់ណែនាំការពិលឹកមុនឈ្មោះសិនជូអ៊ីងម្នាក់នេះគឺហ្វូស៊ឺជូនិយាយទៅចៃដន្យមែនអ្នកទាំងពីររៀនជាមួយគ្នាម្យ៉ាងរួមចំនួនជាមួយគ្នាទៀត សិស្សប្អូនមកទីនេះថ្ងៃហ្នឹងមានកាយដែរ ខ្ញុំ ត្រូវហើយកុំប្រាប់ថាឯងមកថ្ងៃនេះដើម្បីជួបគូណាត់ណាមិនអញ្ចឹងខ្ញុំមិនរំខានឯងហើយទេអីអាឡូថាម៉េចរៀបចំបន្ទប់វាសការឥឡូវនេះ10នាទីទៀតខ្ញុំទៅដល់អធិស្ឋានផងខ្ញុំមានការនៅតែពីជជែកគ្នាចុះចាំថ្ងៃក្រោយខ្ញុំជាអ្នកប៉ាវ សិនជូអ៊ីងនាងចង់ទៅណាទៀត គឺថាហាងខ្ញុំមានការត្រូវធ្វើខ្ញុំទៅសិនហើយ នាងមិននៅជជែកជាមួយគូណាត់ទេចង់ទៅហើយហ៎ ចៅប្រុសរបស់លោកយាយជូតាមពិតជាហ្វូសេជូសោះ មើលទៅនាងខ្លាចខ្ញុំដល់ហើយ ក
ខ្ញុំគឺអាឡែស៊ីនឹងមនុស្សប្រុស អញ្ចឹងឲ្យខ្ញុំសុំទោសផងចាំខ្ញុំប៉ៅនាងមកពេលល្អទេសិនជូអ៊ីងនិយាយត្រង់មក បានតែចង់និយាយអី ខ្ញុំមិនដឹងថាហេតុអីនាងខ្លាចខ្ញុំទេតែកុំបារម្ភអីខ្ញុំមានការងារនឹងណូគ្មានទម្លាប់អាក្រក់នៅផ្ទះមានតែយាយម្នាក់គត់ប៉ាម៉ាក់ខ្ញុំនៅក្រៅប្រទេសទាំងអស់ អឺមិនក៏គាត់ប្រាប់រឿងអស់នេះដល់ខ្ញុំទៅវិញ សិនជូអ៊ីងខ្ញុំមកការណាត់ជួបថ្ងៃនេះដោយសារចង់តាក់ទងនាងឲ្យស៊ីជម្រៅ តាក់តងឲ្យស៊ីជំរៅ ថែមមួយកម្រិតទៀតកុំមានសម្ពាធពេកអីខ្ញុំមិនបានបង្ខំនាងរៀបការភ្លាមទេ ខ្ញុំគ្មានសម្ពាធអីណាតែខ្ញុំមានការរវល់នៅហាងផ្កាសុំតែមុន ខ្ញុំនិយាយ ហើយ គឺជាការពិតសង្ឃឹមថានាងអាចយកទៅគិតគូរឲ្យបានល្អ បរិយាកាសល្អដល់ហើយ ពីរោះណាស់ ពីរោះណា ពីរោះរបស់គេណា មើលទៅពួកគេសប្បាយដល់ហើយពួកយើងចុះទៅតា Failure is like tequila crazy ride， 试探着，也惶恐着，这是否算是爱？ ហ្វូសាជូដែលលោកចង់ស្គាល់ខ្ញុំឲ្យបានច្បាស់មកពីលោកយាយបង្ខំលោកមែនទេ អត់ទេ លោកនិយាយជាការពិតទេអញ្ចឹងពួកយើងរៀបការឥឡូវទៅសាលាខណ្ឌមួយម៉ោងទៀតទៅបាត់ពួកយើងច្បាស់ជាទៅតាន់ពេលសឹកសងស្រាប់តែបានចាស់សម្បត្តិអពាហ៍ពិពាហ៍ជាមួយក្រា ស្អែកនេះខ្ញុំនឹងទៅកក់កន្លែងទុកគ្រួសារពួកយើងមកជុំគ្នាញ៉ាំបាយអូត្រូវហើយខ្ញុំមានផ្ទះមួយនៅជិតវិថីវូតុងនាងច្បាស់ជាចូលចិត្តយើងរស់នៅជុំគ្នាទៅ រស់នៅជុំគ្នា ណោះនៅជាមួយគ្នាដោយស្របច្បាប់ អញ្ចឹងពេលវេលាញ៉ាំបាយខ្ញុំសួរគ្រួសារខ្ញុំសិនអ្នកម៉ែខ្ញុំរៀបការរួចហើយ ហ្វូសេជូម្នាក់ដែលឯងព្រមរៀនត្រួតថ្នាក់ដើម្បីរៀនជុំគេហ្នឹងហ៎ ម៉ាក់កុំប្រាប់ករណីអីខ្ញុំមិនចង់គាត់ដឹងមុនទេ សិនជូអ៊ីងស្អែកឯងត្រូវបកស្រាយប្រាប់ម៉ាក់ឲ្យបានច្បាស់ អធិស្ឋានផងអ្នកដន្លងប៉ារបស់ស៊ីជូនៅបរទេសរហូតមកដើម្បីកំដរម្ដាយគេព្យាបាលទើបដកខ្លួនមកមិនបានតែអ្នកដន្លងកុំអារម្មណ៍អីពួកគេមានការពេញចិត្តចំពោះជូអ៊ីងណាស់ថែមទាំងពឹងឲ្យខ្ញុំយកកាដូអនុស្សាវរីយ៍មកជូនទៀតផង មិនអីទេសុខភាពអ្នកតឡងសំខាន់ជាងសួរបែបនេះអាចនឹងលើសបន្តិចតែក្នុងនាមខ្ញុំជាម្ដាយគេខ្ញុំចាំបាច់ត្រូវតែសួរពួកគេស្គាល់គ្នាមិនបានប្រមាណផងក៏សម្រេចចិត្តរៀបការច្បាស់ក្នុងចិត្តថាអាចទទួលខុសត្រូវលើនាងបានទេ ខ្ញុំយល់ច្បាស់ពីទឹកចិត្តរបស់អ្នកមីងរបស់នេះជាចំនួនខ្ញុំជូនដល់ជូហើយឯកសារមួយច្បាប់នេះជាកិច្ចព្រមព្រៀងអាពាហ៍ពិពាហ៍មិនថាថ្ងៃក្រោយទៅមានរឿងអ្វីកើតឡើងធ្វើឲ្យពួកយើងមិនអាចបន្តទៅមុខខ្ញុំក៏សុខចិត្តចាក់ចែងដោយដៃទៅទេខ្ញុំដឹងថាពួកយើងឆាប់ចុះសម្បត្តិអាពាហ៍ពិពាហ៍តែរឿងមួយនេះមិនមែនអារម្មណ៍មួយឆៅរបស់ខ្ញុំនោះទេខ្ញុំធានាចំពោះអ្នកមីងខ្ញុំអាចទទួលខុសត្រូវលើជូបាន ល្អសង្ឃឹមថាឯងអាចធ្វើបានដូចសម្ដីទៅចុះមើលទៅថ្ងៃក្រោយជូច្បាស់ជាដកខ្លួនមិនរួចពីគេទេ តែនេះធំខ្លាំងពេកហើយទេដឹងបើធៀបនឹងកន្លែងខ្ញុំរស់នៅពីមុនគឺដូចកន្លែងស្នាក់នៅរបស់អ្នកក្រអញ្ចឹងពួកយើងត្រូវនៅជាមួយគ្នា មានយ៉ាងម៉េចទៀតពួកយើងរៀបការឲ្យអ្នកស្រីហ្វូ ថ្ងៃស្អែកឯងត្រូវនៅជាមួយស៊ីជូហើយមិនដឹងថាគេអាចទ្រាំនឹងមាយាទពេលដេករបស់ឯងបានឬអត់ទេ ត្រូវកេងជាមួយគ្នាមែនបានដៃឲ្យក្រាស់ខ្ញុំច្រើនឆ្នាំឃើញសភាពពេលដេកលក់ខ្ញុំគួរខ្មាស់គាត់ខ្លាំងណាស់ និយាយថាអូនចង់គេងបន្ទប់បែកគ្នាមែន អាចដែរខ្ញុំសុំមួយខែសិន អញ្ចឹងធ្វើតាមការចង់បានអូនចាស់ដើរសឹមមិនអីទេបន្ទប់របស់បងនៅជាប់នឹងបន្ទប់ធំបើមានការអីអាចហៅបងបាន ល្អ
ខ្ញុំត្រូវតែប្រើពេលមួយខែនេះកាយមួយយេតពេលដេកឲ្យបានទើបខ្ញុំមានភាពជឿជាក់ក្នុងការឆក់យកបេះដូងគាត់ទៅមើលប្រុសស្អាតខាងនោះបន្តិចមើលទៅគាត់ដូចប្តីអត់ខាន់ស្លាខ្ញុំអញ្ចឹង ជាប្តីរបស់ខ្ញុំទេ គាត់ជាប្តីខ្ញុំសោះតែមិនតាប់សារខ្ញុំអត់10ថ្ងៃនៅដល់តាក់ភ្នែកស្រីៗបានទៀត មកដល់ហើយអ្នកស្រីហ្វូមានអីឲ្យខ្ញុំជួយចាត់ចែងបានទេ ក៏បានខ្ញុំមិនគប់បន្ទោសគាត់ទេគាត់គ្រាន់តែរវល់ប៉ុណ្ណោះមិនបាច់ទេបញ្ញាប់ទៅវិញទៅ អូនកើតអីហ្នឹង ដេកនៅនឹងហើយបងហត់នៅណាហើយនៅខំមកកន្លែងខ្ញុំទៀតអេបងធ្វើអី មិនក៏អូនខឹងបងអញ្ចឹងជូជូ សិនជូអ៊ីងស្ងប់អារម្មណ៍កុំចិត្តទៅនឹងសម្រាប់របស់គាត់អីសោះបងធ្វើការ10ថ្ងៃហើយមិនប្រាំតាប់សារខ្ញុំសោះអញ្ចឹងមិនដឹងទេថាខ្ញុំនៅលោកយាយបារម្ភពីបងខ្លាំងប៉ុណ្ណា បងសុំទោសបងនឹងកែចំណុចនេះចេញ ដឹងខ្លួនខុសល្អហើយ បើអញ្ចឹងបងអាចសុំអ្នកស្រីហ្វូបានទេបើបងមិនចូលចិត្តផ្ញើសារអាចទេមកជួបអូនវិញបានអត់ បានតែបើបានទេវីដេអូទៀតកាន់តែល្អ គេធ្វើយ៉ាងម៉េចខ្លះ បងធ្វើការហត់ណាស់ហើយមិនបាច់មកជួយខ្ញុំទេ ជូជូពួកយើងជាគ្រួសារតែមួយតើ បែកនឹងពូកែខាងរឿងអស់នេះណាស់តា ធម្មតាអូនតែងធ្វើការដល់យប់ជ្រៅបែបនេះ មិនមែនទេចែកដល់ថ្ងៃនេះមិនគេកំងច្រើនសេថាបញ្ញាប់ទៅដំវិញអញ្ចឹងទៅខ្ញុំត្រូវនៅធ្វើតែ បើអូនត្រូវធ្វើថែម៉ោងថ្ងៃក្រោយចាំបងមកជួយបានអត់ កុំអីខ្ញុំមានអារម្មណ៍ដូចលុយដែលខ្ញុំរកបានមិនស្មើថ្លៃខោអាវបងពាក់ផងបែបនេះខ្ញុំមិនឡងចឹងទៅហើយទេ មិនខាតដើមទេថ្ងៃក្រោយលុយអូនរកបានជារបស់អូនលុយបងរកបានក៏ជារបស់អូន នេះជាសិទ្ធិផ្ដាច់មុខរបស់អ្នកស្រីហ្វូមែនទេ ត្រូវហើយជាសិទ្ធិមួយគ្មានពីរជារបស់អ្នកស្រីហ្វូតែម្នាក់គត់ អូអ្នកនាងសិន ជាម្នាក់ដែលខ្ញុំធ្លាប់ណាត់ជួបលើកមុនតែ ខានជួបគ្នាយូរមកហើយជួយរៀបចំផ្កាឲ្យមិត្តស្រីខ្ញុំផងមួយបាច់មកយកផ្កាដែលថ្លៃជាងគេបំផុត ហានីបងល្អចំពោះអូនមែន នឹងដោយសារតែហានីរបស់បងស្ដាប់បង្គាប់មិនដូចមនុស្សស្រីខ្លះទេមិនចេះស្គាល់ល្អអាក្រក់ខ្លួនឯងតែជាថ្លង់សោះនៅរស្តង់ដារខ្ពស់ទៀតស្រីបែបនឹងមួយជាតិនេះបែបរកប្តីមិនបានទេ ខ្ញុំរៀបការរួចហើយ រៀបការម្រាមដៃនាងគ្មានចិញ្ចៀនមួយផងមានមុខថារៀបការរួចទៀតលេងសាយតែដឹងអី មិនពាក់ចិញ្ចៀនមិនបានន័យថានៅលេងនោះទេ តាមខ្ញុំមើលទៅនាងច្បាស់ជាត្រូវប្រុសបោះបង់ចោលហើយចាំបាច់សម្ដែងធ្វើអី ប្រោដូចជាលោកកំពុងមិនស្មើវូតាឡាំងផងមកវិញអាក្រក់ដូចនឹងគ្រក់ខ្លោចនៅមានគេយកខ្ញុំរៀបការមានរឿងអីដែលថាចម្លែកទៅ អូ ហានីនាងកំពុងដៀលពួកយើង នាងម្នាក់នេះ ចាំខ្ញុំយ៉ាងម៉េចនិយាយតែដល់អញ្ចឹងត្រូវបែបទៅចាញ់ពីកំណំសោយដល់កន្លែងខ្ញុំពួកឈួតនេះមិនក៏ថ្ងៃនេះបងមកលឿនម្លេះ បងថ្ងៃនេះចង់មកទទួលអូនចេញឲ្យលឿនបន្តិច បងក៏តែមកលឿនជាងនេះបន្តិចនៅចាំឲ្យមនុស្សចម្លែកជប់លើកមុនដែរទេថ្ងៃនេះគេមកហាមផ្កាខ្ញុំ ម្នាក់ដែលធ្លាប់បំពេញអូនលើកមុននោះគេមកធ្វើបាបអូនទៀតមែនទេ មិនមែនទេខ្ញុំបានជេរគេម្ចាស់ដៃហើយជេរមើលទំហឹងក្មេងខ្ជូត គេមិនគួរនៅមានគំនិតមិនល្អចំពោះអ្នកស្រីហ្វូបងសោះ តួខ្ញុំទាំងក្មេងមានសម្រស់ស្អាតមែនតែថ្ងៃនេះគេនាំមិត្តស្រីគេមក បងមិនខ្វល់ថាគេមានបំណងអីទេដាច់ខានគេត្រូវតែដកខ្លួន 的暧昧前奏，像这首歌，你会不会也？
មិនក៏បង តាំងពីថ្ងៃពួកយើងញ៉ាំបាយជុំគ្នាមកបងរៀបចំវារួចហើយ លេងថានេះផងឯង 往日暧昧前走，没有理由。当你听到这首歌的时候，你会不会 say yes or no？还是什么都不说？ អញកំពុងធ្វើស្អីហ្នឹងចិញ្ចៀននៅលើដៃហ្នឹងវាយ៉ាងម៉េចវិញទៅ ខ្ញុំរៀបការរួចហើយជាមួយ First Suju ហើយ មិនស្មានថាជាគេសោះជប់នេះពួកយើងជប់លៀងឲ្យសប្បាយមិនសវឹងមិនទៅផ្ទះ ខ្ញុំ ទៅចុះតែកំផឹកច្រើនពេកបើមានការអីតែរកបងបាន ថោផ្កាខ្ញុំនៅណាបាននៅតែរកមិនឃើញទៀតប្តីខ្ញុំច្បាស់ជាដឹងពីអត្តសញ្ញាណជាទេពធីតាផ្ការបស់ខ្ញុំមិនខានដែលខាតមិនអាចគាត់ដឹងទេ ដឹងរឿងអីគេ វ៉ាវសង្ហាណាស់ អូនសវឹងហ៎ ខ្ញុំអត់ទេខ្ញុំអាចសំប៉ាន់បន្តិចបានឬក៏អត់ always love you, 'cause I always love you。你给的喜欢才左右，怎样都不能够弄丢， 'cause I always love you。 មិនស្មានថាយប់មិញខ្ញុំហ៊ានដេកក្នុងបន្ទប់ប្តីសោះមើលសាមេមានរឿងអីកាន់ឡើងមិនក៏ខ្ញុំនឹកមិនឃើញអីសោះអញ្ចឹងសង្ហាណាស់ខ្ញុំអាចសំប៉ាន់បន្តិចបានទេចាប់បន្តទៀតចង្រៃយើមិនដឹងបានប៉ារបស់គេមែនឬក៏អត់ទេ សិនជួយមកនេះមកអូនគ្មានអីត្រូវនិយាយជាមួយបងទេ អូខ្ញុំខុសហើយខ្ញុំមិនគួរស្វឹងហើយរត់ជិះបន្ទប់បងទេថែមទាំងកេងចំណេញលើបងទៀតខ្ញុំមិនមែនមនុស្សចិត្ត និ បង្ ស្សិ ខ ត ំ អេ ទេ ជាអ្នកណា និស្សិតអេ គេជាអ្នកណាឲ្យប្រកាសទៅ លោកប្តីពេលបងញញឹមស្អាតដល់ហើយស្រស់ដោយផ្ការដូវផ្ការីកតាមខ្ចាត់បក់អញ្ចឹងតាបានធ្វើប្តីខ្ញុំមិនអន់ជាងក្រាស់ទេពេលខ្ញុំប្រមាណទេ មនុស្សដែលអូនពេញចិត្តជាអ្នកណា មិនប្រាប់បងទេ អញ្ចឹងក៏បានបងអាចយល់បានវាជារឿងធម្មតាទេ ឆាប់សិនចាំបន្តិចសិនបើប្រមឲ្យខ្ញុំប៉ាបន្តិចខ្ញុំនឹងប្រាប់បងភ្លាម ស្បែករលងមិនណយទេ អញ្ចឹងជូអាចប្រាប់បងពេលនេះបានហ្នឹងអូនចូលចិត្តអ្នកណាជាងគេ និស្សិតអេ និស្សិតអេហ្នឹងមានឈ្មោះអីទៅ បងទេទៅ អញ្ចឹងតើនិស្សិតអេជាអ្នកណា ខ្ញុំមានអារម្មណ៍ថាយកមិញផឹកឡើងវិញអស់ហើយ មែនហើយអញ្ចឹងរឿងដែលអ្នកស្រីហ្វូបង្ខំចាប់ថើបបងតាំងពីយប់មិញអូនភ្លេចដែរមែនទេ ប្តីខ្ញុំចាំមិនបានទេតាមធម្មតាខ្ញុំមិនមែនប្រភេទមនុស្សបំពេញអ្នកដតីបែបនេះទេ មិនចាំមិនមែនបានន័យថាអូនមិនធ្វើទេយប់មិញអូនសង្កត់បងទៅលើគ្រែហើយបងក៏មិនអាចគ្រប់គ្រងខ្លួនឯងបានទើបសុំមិនចេះចប់គួរឲ្យស្ដាយដែលអូនចាំអ្វីមិនបាន
មានរឿងបែបនេះផងអីច្បាស់ណាស់ថាគាត់កំពុងតែបំផ្លាញការពិត បើអ្នកស្រីហ្វូចាំមិនបានមិនចាំបាច់បង្ខំទេតែយ៉ាងណាអូនស្វាងស្រាហើយតើ ឆាប់និយាយឲ្យទៅមើលហាងវិញ ចាំចេញបងទៅទទួលអូន អាជូខ្ញុំមានសិស្សប្អូនស្រីម្នាក់សិនជូអ៊ីងលើថាការនៅវិទ្យាល័យនៅរៀនជាមួយឯងរួមចំណន់ជាមួយឯងទៀតស្គាល់នាងទេ មិនស្គាល់ទេមិនធ្លាប់តាក់ទងគ្នា ជូចារៀបចាប់ហើយតែថតរូបជុំគ្នាទៅសិនជូអ៊ីង សិស្សអេជាគេនោះមែនទេមិនអាចទេគេសង្ហាដូចខ្ញុំមែន ធ្វើសិជូឥឡូវនេះបានតំណែងឬក៏អ មាន ត់ រឿងអីទៅ ម៉ាក់តែប្រាប់ថាលោកយាយស្លាប់ប្រហែលថ្ងៃមុនតែគាត់មិនព្រមទៅប៉ែតពិនិត្យទេ កុំតន់អាស្លន់ស្លោចាំបងបើកឡានជូនអូនទៅ ត្រូវហើយខ្ញុំមិនទាន់ប្រាប់តាយាយរឿងរៀបការទេពួកគាត់ស្អប់មនុស្សប្រុសមកពេលចេញទៅណាដោយសារតែរឿងប៉ាខ្ញុំ អញ្ចឹងទំនាក់ទំនងពួកយើងជា ពួកគេមកហើយ លោកតាលោកយាយនេះជាមិត្តភក្តិរបស់ខ្ញុំហ្វូសិជូ ជំរាបសួរលោកតាលោកយាយខ្ញុំមកសារលើជូរំលឹកពីអ្នកទាំងពីរណាថ្ងៃនេះបានជួបមុខលោកតាលោកយាយហើយ ល្អក្មេងប្រុសម្នាក់នេះសង្ហាក្រាន់បារបស់គេអង្គុយចុះមក អង្គុយចុះមក ស៊ីជូឯងមិនមែនអាយុតិចទៀតទេមានចាប់ចិត្តទៅលើអ្នកណាហើយនៅ ខ្ញុំមានមនុស្សស្រឡាញ់ហើយ មែនទេអីយ៉ាមិនដឹងតែនាងណាទេមានសំណាងយ៉ាងនេះ នាងរៀងអៀនតិច យាយនឹងតានាងសុខភាពរៀងទ្រុឌទ្រោមខ្លាំងណាស់ពីមួយថ្ងៃទៅមួយថ្ងៃគ្រាន់តែចង់ឃើញជូស្វែងរកគូអនាគតល្អម្នាក់យាយស្វែងរកប្រុសក្មេងៗទុកឲ្យនាងហើយជ្រុលជាចៅជាមិត្តរបស់នាងស្រាប់ល្អណាស់ដែលជួយមើលគ្នានោះ លោកយាយលោកតាខ្ញុំមិនទាន់ប្រញាប់ទេ ចាំខ្ញុំជួយមើលឲ្យនាង ម្នាក់នេះមិនអន់ទេគេបើកក្រុមហ៊ុនបច្ចេកវិទ្យាថ្ងៃមុខអភិវឌ្ឍកាន់តែប្រសើរ ម្នាក់នេះកម្ពស់ 1.75 ក្បាលទំពេកទៀតហ្សែនដំណពូជមិនល្អទេដឹង ដែលម្នាក់នេះជានិស្សិតមកវិស័យក្រៅបុគ្គលិកហិរញ្ញវត្ថុ មុខអាក្រក់ហើយសាវ៉ាទៀតម្ នាក់នេះគួរតែល្អហើយគេជាសាស្ត្រាចារ្យពាក់វ៉ែនតាមើលទៅថ្លៃធ្នូគេមានទម្លាប់សម្រាប់ប្រចាំឆ្នាំអាចកំដរជូបាន លោកតាលោកយាយ តាមពិតទៅខ្ញុំលួចតាមមើលជូ2ឆ្នាំមកហើយខ្ញុំស្រឡាញ់នាងខ្លាំងណាស់ចំណែកខ្ញុំមិនជក់បរិយមិនផឹកស្រាការងារនឹងណោជីវភាពសមរម្យខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីមើលថែនាងអ្នកទាំងពីរទុកចិត្តចុះ ជូពួកយើងមានតំណែងតំណងបែបណាត្រឹមជាមិត្តទេអូនចូលចិត្តមនុស្សប្រុសបែបណាម្នាក់បើក្រុមហ៊ុនផ្ទាល់ខ្លួនយ៉ាងម៉េចដែរ បងនិយាយអីហ្នឹង ឬអូនចូលចិត្តម្នាក់និស្សិតមកពីក្រៅប្រទេសចំណូលរាប់លាននោះឬមួយនិស្សិតអេនោះ ហ្វូសិជូខ្ញុំស្រឡាញ់បងហ្វូសិជូបងជាប្តីរបស់ខ្ញុំណាហ្វូសិជូ 我和你扑通扑通扑通像人，胸靠地里的呼吸，我的脉搏都是空。我和你扑通扑通扑通坠入云海中，缠绵星光挽起夜色也温柔。我和你扑通扑通扑通像人， បងក៏ស្រឡាញ់អូនដូចគ្នាសិនជូអ៊ីង 绽放的鱼儿扑通扑通扑通传人心。 ខ្ញុំដឹងហើយបញ្ញាប់បិទមាត់បងទៅមិនមើលថាទីនេះជាកន្លែងអីទេ ម៉ែក៏ថ្ងៃនេះតំណែងមកកន្លែងខ្ញុំ ទីបំផុតចេញមកធ្វើការហើយហត់ខ្លាំងណាស់អោបមួយមកជូ បើបងតំណែងមកជួបខ្ញុំដល់ទីនេះមិនព្រមនៅកន្លែងសម្រាប់សិនទៅ
ការងាររបស់បងនេះហត់ណាស់ខ្ញុំប្រាប់ទៅចោលបងនៅតែ I can test you whenever I'm praying faith. Thinking that if you អូនរអ៊ូច្រើនមែនសិនជូអ៊ីង មិនអញ្ចឹងបងទៅកេងក្នុងបន្ទប់បន្តិចសិនទៅ អត់ចង់បងចង់នៅទីនេះកំដរអូន ល្អប្រាប់បងចោះថ្ងៃក្រោយបាទំនេរត្រូវសម្រាប់បានច្រើន មានរឿងអីទៅ គ្មានអីទេប្រហែលខ្ញុំមើលច្រឡំហើយចាំខ្ញុំជូនបងទៅកេងមកផ្លែតព្រោះខ្ញុំត្រូវធ្វើការបន្តិចទៀត បាន ដែលជូប្រយ័ត្នជួយប៉ាផងពួកវាចង់សម្រាប់ប៉ាចោលពិតមែនណាជូប៉ាដឹងថាឯងរៀបការជាមួយប្រុសអ្នកមានយកលុយខ្លះឲ្យប៉ាមកលុយតិចតួចចំពោះឯងច្បាស់ជាគ្មានបញ្ហាទេតែវាអាចជួយជីវិតប៉ាបានណា ខ្ញុំដាច់ខាត់មិនឲ្យលុយលោកទេក៏មករំខានខ្ញុំទៀតអី មិនក៏មិនឲ្យលុយប៉ាសោះអញ្ចឹងហេតុអីទៅចិញ្ចៀនឯងយកចិញ្ចៀននឹងឲ្យប៉ាមកជួយជីវិតប៉ាផងឲ្យប៉ាសុំវចាប់ប្រហែលថ្ងៃទៀតប៉ាសងឯងវិញណា ហ្វូសាជូប្រហែលថ្ងៃមុនគាត់បានមកខ្ចីលុយខ្ញុំតែខ្ញុំមិនឲ្យគាត់ទេតាមពិតខ្ញុំមានលុយច្រើនណាស់តែខ្ញុំមិនព្រមឲ្យគាត់សំបីតែមួយសេនខ្ញុំអាក្រក់ណាស់មែនទេ មិនអាក្រក់ទាល់តែសោះ ខ្ញុំដឹងថាគាត់បានធ្វើរឿងមិនល្អច្រើនតែបើមានរឿងអីកើតឡើងទៅលើគាត់ខ្ញុំនៅតែបារម្ភពីគាត់ធ្វើយ៉ាងម៉េចទៅ មិនមែនជាប់សាច់ឈាមទើបហៅថាគ្រួសារទេមានតែអ្នកល្អចំពោះអូនតែប៉ុណ្ណោះទើបចាត់ទុកថាជាគ្រួសារបើអូនពិបាកចិត្តខ្លាំងណាស់បងនឹងលួងអូនរហូតដល់អូនលែងកាត់ទុកទៀតល្អដែរទេបានហើយយំបែបនេះបាត់ខ្ជូតហើយស្ដាប់បងណាទៅលាងមុខចេញទៅ គាត់មិនដឹងថាខ្ញុំតាមស្រឡាញ់គាត់រាប់ឆ្នាំទេអេក៏មើលទៀតអីរបស់នេះគួរឲ្យខ្មាស់គេណាស់ និស្សិតអេម្នាក់នោះមានរឿងអាម៉ាស់អីនឹងអូន ហ្វូសាជូ ជូប្រាប់បងមកនិស្សិតអេនោះជានរណា គាត់មិនទាន់បានឃើញអក្សរនៅខាងក្រៅទេរូបថតជារឿងតូចតាចសម្បត្តិសារភាពស្នេហ៍ជារឿងធំលើកនេះត្រូវគិតឲ្យច្បាស់មុននឹងឆ្លើយល្អខ្ញុំប្រាប់បងចាស់គាត់ចង់ដឹងពិតមែននេះបើដោយសារតែរឿងនេះប៉ះពាល់ទំនាក់ទំនងពួកយើងធ្វើយ៉ាងម៉េចរបស់នេះជានិស្សិតអេនោះ ទឹកក្រូចហ្នឹងហ៎ ត្រូវហើយទឹកក្រូចនេះជានិស្សិតអេនោះនិស្សិតអេនោះគឺជាទឹកក្រូចនេះឯងកាលនៅវ័យជំទង់ក្មេងៗស្រីៗតែតែមានរឿងចម្លែកខុសគ្នាខ្ញុំមិនបានប្រាប់លើកមុនខ្លាចបងគិតថាខ្ញុំនៅក្មេងហ្នឹង គិតថាបងល្ងងហ៎ រឿងអាម៉ាស់បែបនេះហាមឲ្យបងនិយាយទៀតបានហើយខ្ញុំទៅធ្វើការហើយកុំភ្លេចទៅទទួលខ្ញុំផង មិនប្រាំក៏មិនប្រាប់ទៅអ្នកណាខ្វល់នោះ
តាមពិតខ្ញុំមិនចង់ដឹងរឿងគេប្រមាណនោះទេសួស្ដីនិស្សិតអេ សួស្ដីនិស្សិតអេខ្ញុំជាសិនជឿអេងមកពីថ្នាក់11បន្ទប់1ត្រូវហើយឲ្យតែម៉ងសម្រាប់ដឹងតែខ្ញុំលួចមើលលោកហើយតាមពិតខ្ញុំស្រឡាញ់លោកយូរណាស់មកហើយតាំងពីយើងជួបគ្នាដំបូងដល់ពេលនេះដែលខ្ញុំមានអាយុ20ឆ្នាំមកទល់ពេលនេះគឺ6ឆ្នាំហើយតាមពិតសម្បត្តិនេះគួរតែរាប់ឲ្យបានច្រើនឧទាហរណ៍ពេលឃើញលោកដំបូងចាំពេលពលឺដែលថ្ងៃចាំងចំមុខលោកដូចជាកំឡុងពេលរដូវក្តៅឆ្នាំនឹងពេលខ្យល់បក់ប៉ះអាយរបស់លោកតិចឬមួយក៏បទចម្រៀងដែលលោកស្ដាប់ដាក់កាសថ្មីនេះតែវាអាចចែកបានដូចនឹងបទខ្ញុំចូលចិត្តទេក្រោយពីបានគិតអស់ច្រើនលើកខ្ញុំក៏សម្រេចចិត្តនិយាយតែរឿងសំខាន់មួយប៉ុណ្ណោះ Fusi Chu លោកជាមនុស្សល្អខ្លាំងណាស់ទោះស្ថិតនៅក្នុងពេលណាក៏ដោយលោកជឿជាក់លើរឿងនេះចឹងចង់បញ្ចប់សង្ឃឹមថាលោកនឹងនៅចាំឈ្មោះរបស់ខ្ញុំសិនជូអ៊ីង មិនមែនទេមិនពិតទេរឿងនេះតាមពិតនិស្សិតអេជាខ្ញុំសោះតាមពិតជាខ្ញុំសោះ 被拉长，我想要永远地刻在眼前。你想带着满天星光为我闪亮，在我的 មិនត្រូវទេបែបនេះដូចជាបញ្ញាប់ពេកហើយមិនបានទេមិនកើតទេអាឡូជូអ៊ីកំងជាជៀនថ្មីឲ្យខ្ញុំមួយមកមិនក៏លោកនៅទីនេះបើលោកនៅតែមកក្បែរសិនជូអ៊ីទៀតខ្ញុំមានតែ នេះជាលើកចុងក្រោយដែលខ្ញុំមកជួបមុខជូហើយខ្ញុំគ្រាន់តែចង់មកសុំទោសជូតែប៉ុណ្ណោះ យកល្អទុកពាក្យរបស់លោកទៅវិញទៅហើយឈប់មករំខាននាងទៀតបើខ្ញុំឃើញលោកមកក្បែរជូលើក្រោយខ្ញុំនឹងធ្វើឲ្យលោកស្ដាយក្រោយមួយជីវិត ថ្ងៃក្រោយឯនឹងមើលថៃជូបានល្អដូចជាពេលនេះដែរទេ លោកគ្មានសិទ្ធិដេញដោលខ្ញុំរឿងនេះនោះទេ ខ្ញុំសុំទោសជួយផ្ដាំជូផងថាខ្ញុំសុំទោសនាងពិតមែន ខ្ញុំនឹងស្រឡាញ់នាងការពារនាង ដាច់ខាតត្រូវមើលថែនាងឲ្យបានល្អកុំឲ្យដូចខ្ញុំអី ទីបំផាត់បងមកហើយខ្ញុំឃើញបងឈរនៅក្រៅមួយសន្ទុះតែមិនព្រមចូលមកសោះ សុំទោសបងបានទៅទិញម្ហូបដែលអូនចូលចិត្តជាងគេ ដោយសារមានមន់ឈ្ងុយយកចិត្តបែបនេះមិនខឹងបងក៏បានអេខ្ញុំមិនទាន់ជួបមុខប៉ាម៉ាក់បងទេពេលណាទៅពួកគាត់មកវិញ ម៉ាក់បងមានជំងឺវង្វេងតាំងពីមានជំងឺផ្លូវចិត្តត្រូវសម្រាកនៅក្រៅប្រទេសរហូតប៉ាបងនៅមើលថែគាត់អញ្ចឹងទើបពួកគាត់មិនទាន់មកវិញបាន មែនទេ យ៉ាងម៉េចចង់ជួបមុខប៉ាម៉ាក់ក្មេកខ្លាំងដល់ម្លឹងផងហ៎ បងនិយាយផ្ដេសផ្ដាស់អី ក្រែងពីមុនអូនចង់ញ៉ាំគៀវខ្លាំងណាស់ស្អែកនេះពួកយើងសម្រាកដូចគ្នាពេលនោះចាំហៅអ្នកម៉ាក់និងលោកយាយខ្ចប់គៀវញ៉ាំជាមួយគ្នាមិនដែរ Fusi Chu ល្អអីល្អយ៉ាងនេះ Fusi Chu បងជ្រុលពេកហើយ ព្រះហើយក៏ប្រាប់ណាថាឆ្លោះគ្នាតោះចូលទៅមើលតោះ ដំណាប់ដែលបងទិញមកបើមិនញ៉ាំទេខូចអស់ហើយ បងត្រូវតែញ៉ាំដំណាប់នេះឲ្យអស់ទៅសំខាន់ខ្លួនឯងមិនញ៉ាំផង បងមិនញ៉ាំដោយសារតែបងទុកឲ្យប្រពន្ធខ្ជូតបងហ្នឹងនេះជារសជាតិអូនចូលចិត្ត អាយ៉ាសេជូពួកយើងមានមនុស្សកំដរគេបានហើយពីនេះមានរឿងអីមែន ហើយជូលំបាកច្រើនណាស់ច្រើនឆ្នាំមកនេះតាមពេលនាងរៀបការជាមួយសេជូក្នុងចិត្តខ្ញុំរៀងបារម្ភបន្តិចខ្លាចថានាងដើរតាមកលងខ្ញុំដែលមិនព្រមស៊ើបប្រវត្តិគេឲ្យបានច្បាស់លាស់ឥឡូវនេះខ្ញុំលែងបារម្ភអ្វីទៀតហើយ កែវជាមួយទឹកម្ទេសរសជាតិឆ្ងាញ់ណាស់តាបងភ្លក់មើលទៅ អូម៉ាក់លោកយាយមកដល់ហើយហ៎ មកពីបងហ្នឹង
ឆ្ងាញ់ដែរទេ ឆ្ងាញ់ណាស់ ចិនហើយ មកក៏លឿនម្លេះ អឺពួកអញញ៉ាំមុនចុះយាយទៅលើកទូរស័ព្ទបន្តិចសិន ល្អ ពួកយើងចាំតិចទៀតទៅ ល្អ ណែកុំហៅយើងម៉ាក់ឲ្យសោះយើងមិនមែនម៉ាក់ឯងទេហើយនៅមានមុខមកជួបយើងទៀតអីកុំអីដាច់ខាត់កុំអីយើងពិបាកទទួលយកណាចរិតចាប់បែបនេះមិនបាច់មកទេហ៎នៅហ៊ានសួរពីស៊ីជូទៀតអីយើងប្រាប់ឯងចុះពេលនេះគេមានគ្រួសារកក់ក្ដៅសុខភាពល្អជួបតែរឿងល្អប៉ុណ្ណោះឯងខកចិត្តណាស់មែនទេ តាមពិតគូសាជូទៅនៅវ៉េសេឡង់មិនមែនដើម្បីជួបមិត្តស្រីទេគឺទៅលេងប៉ាម៉ា ល្អណាស់ អាយមកហើយហ៎ នាំគ្នាភ្លុកគៀវស្នាដៃស៊ីជូនឹងជូអ៊ីងទៅ ល្អ លោកយាយអ្នកម៉ាក់ញ៉ាំមិនច្រើនទៅមិនបាច់ក្រាញ់ចិត្តទេ ជូជូឃើញរបស់ដាក់នៅចំមុខអូនពីដុំនោះទេក្នុងនោះមានកាក់ហុងស៊ុយ មិនក៏មិនឆាប់ប្រាប់អ្នកម៉ាក់លោកយាយអញ្ចឹងពិសាទៅ បងដឹងខុសហើយចាំបងជួយដួសគៀវម្ដុំដើម្បីប៉ះពើឲ្យអូនវិញ ម្ដុំនេះក៏កប៉ាំងអាក្រក់ជាងគេ ឆាប់ភ្លក់មើលទៅ ហេ នេះ នេះ ម៉ាក់មានរឿងអី ចៅសេឈិនស្លាប់ហើយគូអាចចង់សាយឬអត់ ម៉ាក់ធ្លាប់ស្ដាយក្រៅដែលរៀបការនឹងគាត់ទេ មិនស្ដាយក្រៅទេម៉ាក់កាលនោះស្រឡាញ់គាត់ខ្លាំងណាស់ចង់រៀបការជាមួយគាត់ធ្វើយ៉ាងណាក៏ដោយម៉ាក់តាំងចំនួននោះគ្រាន់តែចង់ធ្វើតាមចិត្តខ្លួនឯងតែប៉ុណ្ណោះតាមពិតទៅចៅសេឈៀនមានស្រីនៅខាងក្រៅរួចហើយតាំងពីពេលម៉ាក់ពោពោះឯងមកម្លេះមិនមែនពួកគេប្រែប្រួលទេគឺដោយសារតែគាត់ខ្លួនឯងតាំងពីដើមដល់ចប់គេត្រឹមតែជាប្រុសចៅមួយទៀតពឹងពាក់អ្វីមិនបានប៉ុណ្ណោះជូម៉ាក់សង្ឃឹមថាកុំដោយសារតែគាត់ធ្វើឲ្យប៉ះពាល់ដល់អនាគតរបស់ឯងហើយគិតអវិជ្ជមានបែបនោះ អ្នកម៉ាក់ ម្សិលមិញបងឃើញគាត់នៅក្រៅហាងផ្កាអូន បងមានការបន្ទន់មិនដឹងបានទៅវិញពេលណាទេកុំបារម្ភបងអីចាំបងនៅផ្ទះចុះ នៅផ្ទះសោះតែខ្ញុំម្នាក់ឯងប៉ុណ្ណោះ ចម្លែកមែនសម្បត្តិបត្តនាហើយតែលោកខ្ញុំច្រឡំទៅកន្លែងផ្សេងទៅមិនត្រូវទេលើកមុននៅទីនេះច្បាស់ណាស់លោកយាយ ជូមកអង្គុយមកអាយ៉ាមិនក៏ថ្ងៃនេះមិនទៅហាងផ្កាអញ្ចឹង មានសេថាចាំមើលហើយឃើញសើជូទៅបំពេញការងារទៅបំមើលលោកយាយ អាយ៉ានៅតែជូបារម្ភពីយាយជាងគេចំពោះការងារស៊ីជូវិញប្រហែលថ្ងៃត្រូវទៅបំពេញការងារនៅស្រុកក្រៅម្ដងយាយទម្លាប់ទៅហើយចៅមិនដឹងទេថាប្រហែលឆ្នាំមុនកន្លែងគ្រោះថ្នាក់គឺគេចូលចិត្តបំផុត
លើកនេះគ្រោះថ្នាក់ធំណាស់មានក្របបែកខ្ទៀនបំបែងប៉ះពាល់គេទម្រាំយាយបានដឹងរឿងនេះឡើងលើប្រមាណខែបាត់ហើយធ្វើឲ្យយាយភ័យសឹងស្លាប់ចំណែកគេវិញនៅក្នុងពេលនោះគេឡើងលែងចង់រស់ទៅហើយជូចង់ឃើញសភាពសៀវជូតាំងពីនៅក្មេងអត់ ល្អណាស់ យាយនាំឯងមើលម្ដង ល្អ តោះនេះជាបន្ទប់សៀវជូធ្លាប់រស់នៅកាលពីមុនគ្រាន់តែពេលនេះយូរហើយគេមិនបាននៅទីនេះសៀវជូពួកយើងជាក្មេងអ្នកបងប្រុសគេចិញ្ចឹមឡើងមកកាលពីមុនគេចូលចិត្តញញឹមណាស់មានពេលនោះមានមនុស្សស្រីជាច្រើនសរសេរសម្បត្តិស្នេហាមកគេតែគេតែងតែមកស្អុយរាល់ថ្ងៃធ្វើឲ្យស្រីនោះខ្លាចដល់រត់គេចពីគេអស់សំណាងល្អដែលមានជូស្រឡាញ់គេមិនស្អប់គេព្រមទទួលយកគេជូយាយប្រាប់រឿងនេះដល់ឯងមិនមែនចង់ឲ្យឯងពិបាកចិត្តទេគ្រាន់តែចង់ឲ្យឯងដឹងអាសៀវជូពួកយើងពីមុនមិនមែនចរិតបែបហ្នឹងទេ លោកយាយរឿងនេះខ្ញុំដឹងហើយ នេះជាសម្បត្តិដែលគេទទួលបានគេប្រមូលទុកនៅទីនេះទាំងអស់តែឯងទុកចិត្តចោះព្រោះអាឡិតនេះក្នុងខួរក្បាលគេមានតែតន្ត្រីនិងការដោះស្រាយលំហាត់គណិតប៉ុណ្ណោះចំពោះរឿងស្នេហាគេមិនយល់សាច់ការអីទេមើលសម្បត្តិស្នេហាទាំងនេះទៅគ្មានមួយណាបើកមួយទេ កាលនោះគាត់មិនមែនមើងងាយទឹកចិត្តស្រីដែលស្រឡាញ់គាត់ឡើយគ្រាន់តែពេលគាត់មានអាយុ22ឆ្នាំគាត់មិនព្រមទទួលយកសម្បត្តិស្នេហាអ្នកណាទេ កាលពីឆ្នាំនោះអាជូចូលចិត្តក្រុមតន្ត្រីស្បែកខ្មែរនេះណាស់ហើយគួរឲ្យស្ដាយណាស់ ស្អែកធ្វើសជូត្រឡប់មកពីធ្វើការវិញហើយចាំថ្ងៃខុសកំណត់គាត់តែម្ដងខ្ញុំត្រូវតែសប្រែគាត់ឲ្យបាន អ្នកស្រីមានខូបកំណត់មិត្តភ័ក្តិសំខាន់អីតើមែនទេ ត្រូវហើយបងមិនដឹងទេស្អែកនេះជាថ្ងៃ អូត្រូវហើយបើមិនប្រាប់ខ្ញុំភ្លេចបាត់ស្អែកជាខូបស្លាប់របស់បងប្រុសលោកហ្វូថ្ងៃនេះរៀងរាល់ឆ្នាំមិនដែលឃើញវត្តមានគាត់ឡើយប្រហែលការបាត់បង់សមាជិកគ្រួសារទោះគេមើលមកលោកហ្វូពងើយកន្តើយតែវាពិបាកនឹងបំភ្លេចណាស់ សួស្តីនាងអាចជួយរៀបចំការកុលាប27តងឲ្យខ្ញុំបានទេ អញ្ចឹងបងបានដឹងខុសកំណត់ហ្វូសជូជាថ្ងៃណាដែរទេ រឿងនេះខ្ញុំមិនបានដឹងទេ គ្មានអ្នកណាចាំថ្ងៃកំណត់របស់គាត់ទេតែគាត់ក៏ភ្លេចដែរ មិនស្មានថាបងព្រមកំដរខ្ញុំទៅមើល concert សោះ ថ្ងៃនេះជាថ្ងៃគប់កំណត់ឯងបងច្បាស់ជាត្រូវកំដរឯងហើយ អេបងប្រុសនេះបងមិនចង់បន្តមុខរបរគ្រួសារទេទើបចង់ធ្វើជាមន្ត្រីការទូតបែបនេះ ហើយបងធ្លាប់គិតរឿងនេះឥឡូវនេះបងគួរតែធ្វើតាមចិត្តប៉ាវិញ បងប្រុស ណែនៅឈប់ផ្លឹកធ្វើអីទៀត បងប្រុសខានជួបគ្នាយូរហើយមករយៈនេះខ្ញុំរវល់នឹងការងារស្រុកក្រៅណាស់អញ្ចឹងហើយទើបគ្មានពេលមកសួរសុខទុក្ខបង
បងមិនខឹងនឹងខ្ញុំទេ ឯងនិយាយតែប្រាស្អីហ្នឹងបងមិននឹងខឹងទៅ បងប្រុសបងនៅចាំបានទេកាលពីមុនខ្ញុំធ្លាប់និយាយថាខ្ញុំលួចស្រឡាញ់មនុស្សស្រីម្នាក់តាំងពីរៀននៅវិទ្យាល័យពេលនេះពួកយើងបានរៀបការហើយមករយៈនេះខ្ញុំទើបតែបានដឹងថាកាលនោះនាងក៏បានលួចស្រឡាញ់ខ្ញុំដូចគ្នាខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់បងប្រុសបងប្រុសស្អែកនេះបងអាយុ27ឆ្នាំហើយចាំដល់ពួកយើងបានជួបគ្នាជាតិក្រោយបងត្រូវហៅខ្ញុំថាបងប្រុសជំនួសវិញទុកឲ្យខ្ញុំធ្វើជាបងប្រុសបងវិញហ្វូស៊ឺហួរនៅជាតិក្រោយខ្ញុំសុខចិត្តស្លាប់ជំនួសបងវិញជូអាជូក្រោយបានលាគ្នាជាមួយបងប្រុសបងរួចដល់ពេលអបអរខុសកំណត់បងហើយ不完美的角落，阳光在每个裂缝中散落。រីករាយថ្ងៃកំណើត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 ហ្វូស៊ឺជូអាចបួងសួងផលិតទានបានហើយអ្វីដែលបងបួងសួងខ្លាចជាការពិតដែរទេប្រកាសហើយបងបួងសួងឲ្យហ្វូស៊ឺជូបាននៅក្បែរមើលថែសិនជូអ៊ីងមួយជីវិតហើយយប់នេះThink I got a little crush on you. I hope it's not too much. រឿងដែលខ្ញុំប្រាប់លោកមុនយ៉ាងម៉េចដែរមិនជឿទេមើលទៅអើជូអង្គុយមកយ៉ាងម៉េច
គិតថាប៉ាលេបតបាក់កូនប្រសាហ៎ រឿងហ្នឹងមិនច្បាស់ដែរ ហេអាឡិតម្នាក់នេះវា អាយ៉ាបានឲ្យអញធ្វើស្អីហ្នឹងនិយាយគ្នាស្រួលបួលមើលកុំធ្វើឲ្យជូភ័យបើហ៊ានធ្វើឲ្យជូភ័យយើងមិនលើកលែងឯងទេ អាយ៉ាបានហើយ ជូមិនអីទេណាមិនក៏ធ្វើថ្មឹងអញ្ចឹង ជូ អឺឯងនឹងអាជូរៀបការជាមួយគ្នាយូរហើយមែនទេប៉ានឹងម៉ាក់របស់គេរស់នៅក្រៅប្រទេសរហូតមិនទាន់មានកាដូត្រឹមត្រូវអីដល់ឯងទេរបស់នេះទុកថាពូជូនកាដូដល់ឯងអត់មិនមែនទេគឺជាកាដូដែលប៉ានឹងម៉ាក់ជូនដល់ឯងដែលខាតត្រូវតែទទួលយកហាមប្រកែកណា អរគុណប៉ា អាជូ លោកស្រី កុំរៀបរៀងផ្លូវខ្ញុំអី លោកស្រី ខ្ញុំចង់ទៅជួបអាជូមុននេះខ្ញុំឮសំឡេងគេច្បាស់ណាស់ គាត់ជាម៉ាក់របស់ហ្វូសេជូមែនទេ អាជូទីបំផុតម៉ាក់ឃើញកូនហើយអាជូច្រើនឆ្នាំមកនេះតើកូនបាត់មុខទៅណាម៉ាក់នឹកកូនខ្លាំងណាស់បែរមកម៉ាក់មកឲ្យម៉ាក់មើលមកកូនបន្តិចមកអាជូ ម៉ាក់ខ្ញុំក៏នឹកម៉ាក់ដូចគ្នា អញ្ចឹងឆាប់បែរមកឲ្យម៉ាក់មើលមកកូនផងមិនត្រូវទេអញមិនមែនអាជូទេអញកំពុងធ្វើត្រាប់តាមអាហោះ ម៉ាក់ខ្ញុំ ទាំងអាជូនិងអាហោះអញយកពួកគេទៅលាក់ទុកនៅឯណាហ៎ ខ្ញុំ កូនប្រុសទាំងពីររបស់ខ្ញុំមិនក៏ពួកគេស្រាប់តែបាត់ខ្លួនបែបនេះខ្ញុំបានស្វែងរកពួកគេយូរហើយអាយ៉ាតោះពួកយើងទៅបន្ទប់អូនវិញពួកយើងច្បាស់ជារកកូនឃើញតោះ កូនប្រុសរបស់ខ្ញុំបាត់ខ្លួនហើយ ជូអូនទៅក្រោមកំដរលោកយាយសិនទៅបងមានការងារខ្លាំងត្រូវធ្វើការ អាជូមិនក៏កូនស្គមម្លេះប្រហែលកូនរវល់នឹងតន្ត្រីណាស់ហើយទើបញ៉ាំបាយមិនគ្រប់គ្រាន់ អ្នកម៉ាក់កូនសុំទោស អាជូមិនបាច់សុំទោសម៉ាក់ទេអ្នកដែលកូនត្រូវសុំទោសនោះគឺខ្លួនឯងទៅវិញទេកូនត្រូវខំញ៉ាំបាយឲ្យច្រើនពេលនេះកូនស្គមដោយអាហោះអញ្ចឹងការស្លៀកពាក់វិញក៏ដោយអាហោះទៅទៀត មែនទេ អាហោះនេះណាគេខានមកលេងម៉ាក់យូរហើយអាហោះ ម៉ាក់បងប្រុសនឹងត្រឡប់មកវិញបងប្រុសច្បាស់ជាមកសួរសុខទុក្ខម៉ាក់មិនខានទេគាត់ច្បាស់ជាមកវិញ បងប្រុសឆាប់ឡើងចាញ់គេឥឡូវហើយ យីឯនេះចេះស្រន់ស្រាវតកើតវើយ បងប្រុសបងចំជាខ្លាំងមែនថ្ងៃក្រោយខ្ញុំចង់អស់ចាដូចបងដែរ បងប្រុសមើលទៅទោះខ្ញុំខំប្រឹងប៉ុណ្ណាក៏ដោយ
ក៏នៅតែមិនអាចខ្លាចជាបងបានដែរ ជូជូអញចង់ទៅជប់មុខវ៉ាន់ជីនបន្តិចអត់កុំខ្លាចអីភាកច្រើនវ៉ាន់ជីនសភាពរៀបសារធម្មតាដូចគេដូចឯងទេ ប៉ុន្តែសភាពអ្នកម៉ាក់បែបនេះគាត់មិនគួរជួបមនុស្សប្លែកមុខទេតែធ្វើឲ្យជំងឺគាត់កាន់តែធ្ងន់ធ្ងរទៅ ក៏ប៉ុន្តែជូជូមិនអាចជាមនុស្សប្លែកមុខទៅជូជូជាគ្រួសារតែមួយទៅចុះ បងស្រីវ៉ាន់ជីនខ្ញុំឈ្មោះសិនជូអ៊ីង ពួកយើងមិនមែនមិត្តនឹងគ្នាទេខ្ញុំក៏មិនមែនបងស្រីនាងដែរពួកយើងគឺគ្រួសារ ក្លិនបែបនេះក៏អាចហិតដឹងដែរ ឯងគឺទេពអប្សរផ្កាអាជូខ្ញុំនិយាយថាថ្ងៃក្រោយពេលគេធំឡើងគេរៀបការជាមួយទេពអប្សរផ្កាអញមិនជឿទេអីខ្ញុំមានភ័ស្តុតាងណាចាំខ្ញុំយកឲ្យនាងមើលនេះជារឿងដែលខ្ញុំបានសរសេរជូនអាជូកាលពីព្រេងនាយក្នុងព្រៃពេញដោយមន្តអាគមនិងរឿងហេតុអស្ចារ្យជាច្រើនគឺមានទេពអប្សរផ្កាម្នាក់រស់នៅទីនោះ ហ្វូសេជូសច្ចានៅទីនេះថាពេលធំឡើងនឹងយកទេពអប្សរផ្កាធ្វើជាប្រពន្ធក្មេងឈួត តែកូនប្រសាធម្មតាប្រយ័ត្នខ្លួនបន្តិចទៅនៅក្បែរឯងមានឃាតករលាក់មុខគឺម្នាក់ស្ថិតនៅបន្ទប់ទទួលភ្ញៀវមុននេះនៅក្បែរឯងមានឃាតករលាក់មុខគឺម្នាក់ស្ថិតនៅបន្ទប់ទទួលភ្ញៀវមុននេះគេគឺឃាតករគឺគេជាអ្នកសម្លាប់អាជូដោយផ្ទាល់ដៃ អត់ទេមិនមែនទេមិនក៏និយាយពីគាត់បែបនេះគាត់ជាកូនប្រុសម៉ាក់ណា គេបន្លំខ្លួនធ្វើជាអាហារទេពអប្សរផ្កាដាច់ខាតកុំឲ្យឃាតករនេះបោកបានឲ្យសោះ ហ្វូសេជូ9ឆ្នាំនេះបងត្រូវរស់នៅឈឺចាប់បែបនេះ ទាំងអាជូនិងអាហារអញយកពួកគេទៅលាក់ទុកនៅឯណា បងខ្ញុំនៅឯណាលោកយាយ អាជូឯងទើបតែវះកាត់ហើយទេត្រូវសម្រាប់ឲ្យល្អ បងខ្ញុំនៅឯណាយាយប្រាប់មកបងខ្ញុំនៅឯណា គេរងរបួសធ្ងន់ធ្ងរណាស់គេស្លាប់បាត់ហើយ បន្ទប់រញ៉េរញ៉ៃដល់ម្លឹងចង់រើផ្ទះចោលមែន បងស្រុសខ្ញុំគឺមានកម្រងចង់ទៅឡើងភ្នំនៅថ្ងៃខួបកំណើតទើបបានជារៀបចំឲ្យវ៉ាន់ទុកទៅ ក្រែងថ្ងៃមុនឯងកម្រងទៅមើលការប្រគំតន្ត្រីនោះអី ខ្ញុំទិញសម្បត្តិគេមិនទាន់ទេខ្ញុំគ្រោងទុកថាព្រឹកស្អែកចំថ្ងៃខួបកំណើតទៅឡើងភ្នំមើលថ្ងៃរះជុំគ្នា អញ្ចឹងហ៎មើលទៅសម្បត្តិ concert ពីក្នុងដៃបងលេងមានប្រយោជន៍ហើយមានតែយកទៅលក់បន្ត មានប្រយោជន៍ណាស់ឲ្យខ្ញុំមកហើយយ៉ាពេលនេះខ្ញុំមានផែនការវិញហើយស្អែកនេះខ្ញុំចង់ទៅមើលការប្រគំតន្ត្រីវិញ សម្បត្តិពីរស្លឹកនេះយើងទៅជាមួយគ្នា ក៏ល្អដែរពីរអ្នកយើងខានដើរលេងជាមួយគ្នាយូរមកហើយ អាឡែតឯងនេះចង់ទៅជាមួយមិត្តស្រីមែនទេ អ្វីដែលសំខាន់ខ្ញុំមិនទាន់មានមនុស្សដែលខ្ញុំពេញចិត្តទេមិនចេះតែបង្ងើយឡើយម្យ៉ាងទៀតក្រែងខ្ញុំចូលចិត្តដើរលេងជាមួយបងនោះហើយ ឯងនេះ ពូសេជូក្រែងយើងប្រាប់ឯងយូរហើយតើថាគុំទៅធ្វើរឿងអបប្រយោជន៍ទៀតឯងមិនស្ដាប់តល់តែសោះឲ្យតែឯងជាកាលណាយើងនឹងឲ្យឯងទៅរៀបផ្នែកគ្រប់គ្រងវិញពេលនេះអាហលលេងនៅហើយគ្រូសាហ្វូត្រូវការឯងមកជួយការងារយល់ដែរទេ
អេបងប្រុសតើបងមិនចង់បន្តមុខរបរគ្រួសារទេទើបមកធ្វើជាមន្ត្រីការទូតបែបនេះ បងធ្លាប់គិតច្រើនដងហើយឥឡូវនេះបងគួរតែស្ដាប់តាមប៉ាល្អជាង ខ្ញុំចង់ទៅក្រៅប្រទេសរៀនផ្នែកទំនាក់ទំនងអន្តរជាតិ អីពួកសេជូបងឯងត្រូវស្លាប់ដោយសារឯងមកឯងបាត់បង់សតិមិនតង់គ្រប់ទៀតទេពេលនេះឯងចង់ឲ្យអ្នកណាស្លាប់ទៀតចំនួនគ្រួសារយើងធំយ៉ាងនេះគឺបងប្រុសឯងក៏សាងមករាប់ឆ្នាំឥឡូវនេះដល់វេនឯងដែលត្រូវបន្តវេនកាតព្វកិច្ចនេះហើយហេ ខ្ញុំនឹងបដូរទៅរៀនផ្នែកទំនាក់ទំនងអន្តរជាតិឲ្យខ្ញុំសុំទោសប៉ាខ្ញុំធ្វើឲ្យប៉ាខកចិត្តហើយឲ្យខ្ញុំសុំទោស 我经过世界，路过黑夜，阑珊的人群，你在烟火那。 ហ្វឺសេជូខ្ញុំមានអារម្មណ៍ថាកំឡុងពេលដែលខ្ញុំសោយបំផុតការដែលបានជួបបងគឺជាសំណាងល្អនិងភាពអស្ចារ្យរបស់ខ្ញុំអញ្ចឹងហើយបងមិនអាចជាឃាតករម្នាក់នោះឡើយហ្វឺសេជូបងខំធ្វើបានល្អហើយរឿងទាំងអស់មិនមែនជាកំហុសបងទេហ្វឺសេជូលោកជាមនុស្សល្អណាស់អញ្ចឹងហើយទោះជាស្ថិតនៅក្នុងស្ថានភាពបែបណាលោកក៏ត្រូវតែជឿលើរឿងមួយនេះមនុស្សយើងក្នុងមួយជីវិតនេះត្រូវតែសម្លឹងមើលទៅមុខជានិច្ចគ្រាន់តែមានពេលខ្លះយើងត្រូវងាកក្រោយបន្តិចមើលតែពេលវេលាល្អមានក្តីសុខគ្រប់គ្រាន់ហើយម្យ៉ាងពេលនេះពួកយើងមានក្តីសុខណាស់ត្រូវឬក៏អត់បងប្រុសច្បាស់ជាចង់ឃើញបងរីករាយបែបនេះ ជូជូបងមានរឿងមួយដែលមិនទាន់បានប្រាប់អូនឲ្យបានដឹងពេលឮហើយអូនកុំខឹងបានទេ ខ្ញុំច្បាស់ជាមិនខឹងនឹងបងទេ ថ្ងៃនោះក្រោយពីអូនបានចេញទៅចន្លោះអាល់ប៊ុមរូបថតអូនបានជ្រុះសម្បត្តិមួយច្បាប់មក បងអានវាឯង កាលនោះបងគ្រាន់តែ បងបានអានវាមែនទេ 이러쿵저러쿵 너에게 사소한 얘기들 말하면 재미없는 나의 하루도 왠지 새로워져 ថាកែប្រុសនឹងនៅហាមការមែនមិនគិតទៅផ្ទះសោះហេ មិនទៅទេ 夏天的风，我永远记得，清清楚楚地说你爱我。我看见你苦苦的笑容，也腼腆的时候。夏天的风正暖暖吹过，穿过头发，穿。 耳朵，你和我的夏天，风轻轻说着。There was once upon a time, and all people have stories. They're all these are parts of you, of you. ။ផ្ញើជូនសិនជូអ៊ីងថ្នាក់ 11C សួស្តីនេះជាសម្បត្តិដែលឆ្លើយតបយឺត11ឆ្នាំបងគិតថាមនោសញ្ចេតនាពួកយើងមានគម្លាតពេលវេលាខុសគ្នាអញ្ចឹងទើបបងត្រឡប់មកសារជាថ្មីមកកាន់កន្លែងមួយនេះដែលជាកន្លែងមានវត្តមានអូនរហូតមកដើរជាមួយផ្លូវរួមគ្នាដែលអូនធ្លាប់ឆ្លងកាត់និងបន្តទៅមុខជាមួយគ្នារហូតបងមានលក្ខណៈគ្រប់គ្រាន់និយាយពាក្យនេះទៅកាន់អូនហើយ 「
សិនជូអ៊ីងបងស្រឡាញ់អូន Endless you and me， 兜兜转转，走走停停，原来你还在这里，还在这里。还在这里。